ដង្កូវបំពង់កាត់ស្លឹកគឺជាប្រភេទសត្វល្អិតចង្រៃដែលបំផ្លាញដំណាំស្រូវក្នុងដំណាក់កាលលូតលាស់ចាប់ពីអាយុ10ថ្ងៃដល់អាយុ30ទៅ35ថ្ងៃដែលធ្វើឲ្យស្រូវមិនអាចលូតលាស់បានខុសពីសត្វល្អិតដទៃទៀតដង្កូវបំពង់កាត់ស្លឹកគឺអាចរស់នៅបានទាំងនៅក្នុងទឹកទាំងនៅលើគោកដង្កូវដែលពេញវ័យវាឡើងទៅលើដើមស្រូវហើយកាត់ស្លឹកស្រូវដែលខ្ចីទម្លាក់ទៅលើទឹកហើយវិចស្លឹកស្រូវទៅជាបំពង់ហើយរស់នៅក្នុងស្លឹកស្រូវនៅពេលថ្ងៃហើយចេញរកស៊ីនៅពេលយប់ដង្កូវបំពង់កាត់ស្លឹកវាស៊ីផ្នែកក្លរ៉ូហ្វីលដែលជាផ្នែកពណ៌បៃតងនៅលើស្លឹកស្រូវដែលធ្វើឲ្យស្រូវមិនអាចផលិតអាហារឬក៏ធ្វើរស្មីសំយោគបានមានអំបៅបំពង់កាត់ស្លឹកគឺលាក់ខ្លួននៅក្នុងស្មៅឬកប៉ីនៅជាប់ភ្លឺស្រែនៅពេលថ្ងៃហើយនៅពេលយប់វាចុះទៅពងទៅលើស្លឹកស្រូវដែលមួយសម្បករបស់វាមានរហូតដល់50ទៅ60ពងមួយវដ្តជីវិតរបស់ដង្កូវបំពង់កាត់ស្លឹកគឺមានរយៈពេល35ថ្ងៃដែលស្ថិតនៅក្នុងរូបរាងជាមួយអំបៅ7ថ្ងៃពង5-7ថ្ងៃហើយកូន20ថ្ងៃនិងជីដុកដឺក្នុងរយៈពេល7ថ្ងៃវិធីកម្ចាត់និងការពារពីការបំផ្លាញរបស់ដង្កូវបំពង់កាត់ស្លឹកទី1ស្មើដែលជាជំរករបស់មេអំបៅបំពង់កាត់ស្លឹកនៅលើស្រែឬក៏នៅជាប់ភ្លឺស្រែទី2ពន្លិចស្រូវហើយគៀបំពង់ស្រូវដែលនៅលើទឹកចេញឲ្យឆ្ងាយឬក៏យកទៅឲ្យសត្វចិញ្ចឹមរបស់បំពង់ស៊ីទី3បង្ហូរទឹកចេញពីស្រែទុករយៈពេល2ទៅ3ថ្ងៃទី4បើសិនជាមានការលេចឡើងនៅសត្វល្អិតផ្សេងទៀតនឹងបាញ់ការពារឬកម្ចាត់សត្វល្អិតឲ្យអស់បងប្អូនគួរតែប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតដើម្បីបាញ់ការពារប៉ុន្តែការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតវានឹងអាចប៉ះពាល់ទៅដល់សត្វល្អិតមានប្រយោជន៍ដូចជាពីងពាងឱម៉ាល់និងពួកប៉ារ៉ាស៊ីតនៅលើស្រូវរបស់បងប្អូនដូច្នេះការប្រើប្រាស់ថ្នាំសត្វល្អិតបងប្អូនត្រូវតែគិតទៅដល់សេដ្ឋកិច្ចបរិស្ថាននិងសុខភាពជាមុនសិនជៀសវាងការប្រើប្រាស់ថ្នាំខុសបច្ចេកទេសមុននឹងប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតបងប្អូនត្រូវតែអានវិធានការលើការណែនាំទៅលើសំបកកញ្ចប់សំបកដបនិងកម្រិតនៃការប្រើប្រាស់បានត្រឹមត្រូវហើយពាក់ឯកសណ្ឋាននិងពាក់ម៉ាស់មុននឹងបាញ់ថ្នាំដោយសារតែថ្នាំកម្ចាត់សត្វល្អិតគឺវាពុលទៅដល់អ្នកបាញ់ផងដែរបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះសូមជួយចុច like ហើយនិង share ទៅកាន់កសិករផ្សេងទៀតពីខ្ញុំពិសា